បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់បាទថ្ងៃនេះគឺខ្ញុំបាទទៅមើលស្រែបាទទៅមើលស្រែហើយដូចខ្ញុំជំរាបអញ្ចឹងឆ្នាំនេះគឺស្រូវស្រែយើងបាទល្អគួរសមណាស់បាទពុកម៉ែបងប្អូននេះខ្ញុំជិះតាមផ្លូវបាទតាមផ្លូវទៅសាលារៀនបាទតាមផ្លូវទៅសាលារៀនរបស់ខ្ញុំឃើញស្រែនៅអែបសងខាងផ្លូវបាទល្អមែនទែនបាទល្អមែនទែនកន្លែងខ្លះស្មៅចកេះបាទស្មៅចកេះអីបាទហើយស្រែខ្លះក៏បែកបណ្ដើចឹងណាបាទហើយស្រែខ្លះក៏តបរោដើមបាទចាស់គាត់និយាយថារោដើមចឹងណាបាទឆ្នាំនេះគឺទឹកគ្រប់គ្រាន់ពុកម៉ែបងប្អូនថ្ងៃនេះគឺភ្លៀងបន្តគ្នាមកល្មមបើនិយាយទៅគឺវាអត់មានជួនអត់មានរលួយអត់មានអីចឹងណាបាទអញ្ចឹងធ្វើឲ្យស្រូវស្រែបងប្អូនប្រជាកសិករយើងគឺល្អមែនទែនអាហ្នឹងដូចចាស់គាត់ថាធ្វើស្រែប្រវាស់មេឃពុកម៉ែបងប្អូនហ្នឹងធ្វើស្រែប្រវាស់មេឃមានន័យថាបើភ្លៀងសំល្មមគួសមក៏ស្រូវយើងល្អអញ្ចឹងទៅណាតែបើភ្លៀងច្រើនពេកទៅជាជន់បាទទៅជារលួយទៅជាអីចឹងទៅបាទបើថាភ្លៀងតិចពេកបាទធ្វើទៅជាគ្រោះរាំងស្ងួតបាទធ្វើឲ្យស្រូវស្វិតស្រូវអីចឹងណាបាទពុកម៉ែបងប្អូន